បាទអញ្ញាតគ្រប់រៀបសួរបងប្អូនថ្ងៃនេះគឺដូរកន្លែងក្រោលគូនេះកន្លែងក្រោលថ្មីបងប្អូនហ្នឹងហើយយើងធ្វើថ្មីមួយទៀតដើម្បីដាក់បាដែលបាស្អាតបងប្អូនហ្នឹងហើយនេះបាទាំងអស់មាន6បច្ចុប្បន្ននេះហើយខ្ញុំបានធ្វើស្នូកស្មៅហើយនឹងស្នូកទឹកជាមួយនឹងគ្នាបងប្អូននេះស្នូកស្មៅបាទហ្នឹងហើយបងប្អូនស្នូកស្មៅនិងស្នូកទឹកធ្វើជាមួយគ្នាបាទដាក់ម្នាក់មួយចំហៀងហើយខាងក្រោមមកនេះយើងដាក់កម្រាលបងប្អូនដាក់កម្រាលដើម្បីឲ្យគូយើងស្រួលយកគូនេះគឺដើរលើកម្រាលហ្នឹងហើយយើងដេកលើកម្រាលហ្នឹងឯងបងប្អូនបាទនៅបងប្អូននេះក៏ផែន5ម៉ាន់ដែរបងប្អូន5ម៉ាន់យើងដាក់មកចេះដើម្បីស្រួលថែទាំដាក់កម្រាលហើយមានស្មៅទឹករៀងខ្លួនគឺមកត្រង់មួយបងប្អូនមកត្រង់មួយត្រង់ដែលធ្វើនេះរួចរាល់ហើយបងប្អូនយើងអាចដាក់គូបានហើយខាងនោះក៏5ម៉ាន់ដែរបងប្អូនបាទ5ម៉ាន់បាទហើយបងប្អូននេះផែន5ម៉ាន់ដែរបងប្អូនផែន5ម៉ាន់បាទបងប្អូននេះថតចិត្តទៅបានជះរៀងសង្ហាបងប្អូន5ម៉ាន់អំបូរ5ម៉ាន់នេះបែបនេះជះរៀងសង្ហាបងប្អូននេះមកផែន5ម៉ាន់បាទពេលថតចិត្តមិនសង្ហាអូខេដែរបងប្អូននេះក៏5ម៉ាន់ដែរអូរុយបាទផែន5ម៉ាន់ដែរ5ម៉ាន់ដាក់រូងមួយទៀតស្រួលមើលថែបាដោយបាបងប្អូនបាតាមបាបាទហ្នឹងហើយបងប្អូនដាក់កម្រាលទៅមកនឹងគូយើងគឺដេកនឹងកម្រាលដេកលើកម្រាលចឹងនេះគឺកម្រាលគេហៅកម្រាលគូដេកហ្នឹងហើយបងប្អូនគូដឹងដាក់ឲ្យមិនបាច់បានប្រាប់ថាដេកទេឥឡូវវាដេកខ្លួនឯងកម្រាលគូដេកងើបឈូបង្ហាញរៀងតិចមើលបាទក្រោកឲ្យបងប្អូនពីផែនពីធ្នូជ័យបងធ្នូជ័យបាទហ្នឹងហើយបងប្អូនថតចូលរៀងគៀកតិចផែនគេបាបងប្អូនបាធ្នូជ័យឈ្មោះគេធ្នូជ័យអូកង់វលឺពេលគេឈោពេលខ្លះជះរៀងសង្ហាបងប្អូនមិនបើពលឺខ្លាំងពេកធ្នូជ័យបែបនេះមកដើមនេះមកដើមនេះលឿនថតពេលល្ងាចអស់ពលឺបាត់ហើយធ្នូជ័យមកបែបនេះធ្នូជ័យបែបនេះនេះផែនមួយដែរឈ្មោះគេលំពេងជ័យមើលឈោបង្ហាញរៀងនេះមើល